សួរពុកម៉ែបងប្អូនគ្នាខ្ញុំបាទស្រីមេងគឺថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីដំណាំត្រសក់របស់យើងថាតើដំណាំត្រសក់យើងជួបបញ្ហាអីពីខ្លះនេះគឺជាជំងឺដែលបង្កឡើងដោយពពួកផ្សិតដែលវាជាជំងឺដើមប្រៃបើសិនជាកសិករដែលដាំដុះដំណាំប្រភេទនេះគឺតែងតែជួបហើយជំងឺអស់ទាំងនេះកសិករយើងគឺភាគច្រើនគឺគាត់ដាំតែងតែឃើញហើយជំងឺអុចនេះពេលខ្លះគាត់ដឹងថាជំងឺបង្កឡើងពីអីគេអានេះគឺបង្កឡើងពីពួកផ្សិតនេះគឺយើងអាចការពារបានឬក៏កម្ចាត់វាបានដោយយើងអាចប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនគឺវាមិនមែនតែមានតែជំងឺផ្សិតតែមួយមុខទេវាមានជំងឺជាច្រើនហើយក៏វាមានសត្វល្អិតអានេះគឺជាប្រភេទតង្កូវស៊ីញ៉េដែលវាតែងតែកើតទៅលើផ្ទៃស្លឹករបស់ដំណាំរបស់យើងហើយនឹងទីនេះក៏វាមានសត្វល្អិតមានជំងឺផងដែលវាបូករួមផ្សំតែងតែធ្វើឲ្យទិន្នផលដំណាំរបស់យើងគឺវាតែងតែធ្លាក់ចុះនេះផ្លែខ្លះគឺយើងដឹងហើយថាផ្លែខ្លះគឺវាល្អហើយផ្លែខ្លះវាអត់ល្អនេះដូចមើលចឹងទៅវាមានសត្វល្អិតគេតែងតែចោះផ្លែវាធ្វើឲ្យយើងបាត់បង់ទិន្នផលហើយមួយវិញទៀតយើងសង្កេតតែមើលត្រួយផងដែរត្រួយខ្លះគឺវាល្អហើយត្រួយខ្លះគឺវាតែងតែមានសត្វល្អិតនេះយើងឃើញហើយគឺមានតង្កូវវាធ្វើការបំផ្លាញទៅលើត្រួយរបស់យើងឬក៏ផ្លែក្តាប់របស់យើងនេះគឺវាបំផ្លាញខ្លាំងមែនទែនណាតែបើសិនជាកសិករអត់បានតាមដានឬក៏សង្កេតមើលទៅលើពពួកសត្វល្អិតនឹងទេឬក៏ពពួកដង្កូវនឹងទេវាតែងតែធ្វើឲ្យទិន្នផលបន្លែរបស់យើងគឺតែងតែជួបបញ្ហាវាអត់សូវឲ្យទិន្នផលបានខ្ពស់ទេយើងឃើញថាទិដ្ឋភាពនៅក្នុងចំការនេះដែលកសិករគាត់ដាំគឺគាត់តែងតែជួបជាច្រើនប្រភេទតាំងជំងឺតាំងសត្វល្អិតផងដែរតែងតែបំផ្លាញផ្សេងមែនតើហើយវាធ្វើឲ្យទិន្នផលនៅក្នុងចំការរបស់យើងនេះគឺវាធ្លាក់ចុះវាអត់បានទិន្នផលទេបើសិនជាពុកម៉ែបងប្អូនចង់ប្រើផលិតផលពីសុផលពីកាគឺជាផលិតផលដែលវាជួយធ្វើឲ្យដំណាំរបស់យើងទី1គឺកម្ចាត់ពពួកជំងឺផ្សិតបាក់តេរីហើយនិងសត្វល្អិតផងដែរអត្ថប្រយោជន៍របស់វាគឺទី1វាជួយបណ្ដេញសត្វល្អិតហើយជួយការពារពពួកជំងឺហើយមួយទៀតគឺវាជួយធ្វើឲ្យគុណភាពនៃត្រួយបានល្អហើយផ្លែរបស់វាគឺអាឡុងស្អាតផងដែរបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចតាក់ទងមកលេខទូរស័ព្ទនៅខាងក្រោមបានសូមអរគុណ